Radio Free Asia. កងទ័ពជើងទឹកកម្ពុជាចំនួន 17 នាក់បានចូលរួមវឹកហាត់និងចែករំលែកបទពិសោធន៍ជាមួយនឹងកងជើងទឹករបស់សហរដ្ឋអាមេរិកនៃនាវាទី 7 ឈ្មោះ USS Kidd និង USNS Safeguard រយៈពេលមួយសប្តាហ៍គឺចាប់តាំងពីថ្ងៃទី 20 ដល់ថ្ងៃទី 27 ខែតុលាឆ្នាំ 2011 លោក Jeff Daigle ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានថ្លែងនៅឯខេត្តព្រះសីហនុថាកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងកម្ពុជានេះគឺបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងយោធានៃប្រទេសទាំងពីរ As we've seen ហើយដោយអស់លោកដែរហើយការវឹកវើប្រកបដាលនេះមានសារៈសំខាន់ណាស់ជាពិសេសក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងយើងធ្វើការរួមគ្នាហើយនេះគឺជាការចាំបាច់ដើម្បីពង្រឹងនូវទំនាក់ទំនងនៃការយោគយល់និងការធ្វើការរួមគ្នាកងទ័ពជើងទឹកអាមេរិកបានបង្ហាត់បង្រៀនដល់កងទ័ពជើងទឹកកម្ពុជាពីជំនាញផ្នែកមួយទឹកជួសជុលបាតនាវានិងការរាវរកវត្ថុចាស់ៗដែលបានលេចនៅក្នុងបាតសមុទ្រជាដើមការស្រាវជ្រាវបាតនាវាហើយនឹងការស្រាវជ្រាវកន្លែងដែលវត្ថុរបស់ចាស់ៗដែលជួសបាត់ដែលភ្លេចបាត់ហើយយើងនឹងទៅរកកន្លែងហ្នឹងវិញខ្ញុំគាត់ដើរស្កេនមួយគាត់ពេញរៀមពេញអីHe already seems like a very good diver. He seems like he has quite a bit of experience. So we just train on the inspection criteria for looking at the mooring chains. នៅក្នុងប្រតិបត្តិការរួមគ្នារវាងកម្ពុជានិងអាមេរិកនោះកងទ័ពអាមេរិកក៏បានបង្ហាញពីបទពិសោធន៍ការមុជទឹកដើម្បីជួយសង្គ្រោះនៅពេលដែលមានគ្រោះមហន្តរាយផ្សេងៗកើតមានឡើងជាងមួយសប្តាហ៍នេះគឺយើងទទួលបានលទ្ធផលល្អក្នុងការសហការវឹកវើធ្វើការផ្លាស់ប្ដូរបទពិសោធន៍ជាមួយភាគីខាងអាមេរិកហ្នឹងគឺយើងធ្វើបានល្អទាំងការនៅលើគោកវឹកវើនៅលើគោកនិងការវឹកវើនៅក្នុងទឹកមន្ត្រីកងទ័ពជើងទឹកកម្ពុជាដែលបានចូលរួមនៅក្នុងប្រតិបត្តិការចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹកអាមេរិកនិងកងទ័ពជើងទឹកកម្ពុជានោះបានថ្លែងថាកងទ័ពជើងទឹកកម្ពុជាបានទទួលបទពិសោធន៍និងបច្ចេកទេសជាច្រើនពីក្រុមអ្នកបណ្ដុះបណ្ដាលជំនាញនានាក៏ប៉ុន្តែកងទ័ពជើងទឹកកម្ពុជានៅខ្វះសម្ភារៈដើម្បីអនុវត្តជំនាញទាំងនោះខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តព្រះសីហនុ